Hello ស្វាគមន៍បងប្អូនទាំងអស់គ្នាចូលមកទស្សនាភាពបន្តនៃរឿងអំណាចធម្មពលនៃច្រកទ្វារអានកំបាំងដែលជាភាគទី6របស់យើងចាប់ផ្ដើមនៅស័យរឿងនៃគ្រូសាវូបានរៀបចំពិធីមង្គលការឡើងកថាកធំដែលមានភ្ញៀវកិត្តិយសជាច្រើនបានចូលរួមនៅក្នុងពិធីមង្គលការមួយនោះវូហួរដែលបានឈរនៅមុខផ្ទះទទួលភ្ញៀវយ៉ាងរាក់ទាក់ចូលមកដល់ខាងក្នុងក៏មានវត្តមានរបស់វាងធានហៅផងដែរដើរចូលទៅយ៉ាងសង្ហាដែលធ្វើនេះរាល់គ្នាក៏បានសរសើរមិនដាច់ពីមាត់សម្លឹងទៅបរិសុទ្ធសង្វាត់ម្នាក់ដែលស្លៀកពាក់ជាកូនកំឡោះតាមរូបរាងរបស់គេមើលទៅនារីម្នាក់នោះហើយអ្វីបានជាព្រមរៀបការជាមួយដោយលោកម្ចាស់វូបន្ទាប់ពីឃើញវាងធានហៅក៏បានធ្វើការរាក់ទាក់ក្មួយប្រុសសម្លាញ់លើកដៃធ្វើការគោរពសូមអបអរផងលោកពូវូដែលបានរកឃើញកូនប្រសាស្រីដ៏ល្អម្នាក់ខ្ញុំធានហៅសូមជូនពរគ្រួសាររបស់លោកពូបានសមាជិកថ្មីឆាប់ៗនេះជាមួយនឹងកូនចៅជាច្រើននាក់លោកម្ចាស់វូក៏បាននិយាយអរគុណចំពោះពាក្យសម្ដីរបស់ក្មួយប្រុសសូមអញ្ជើញអង្គុយនៅលើកៅអីកិត្តិយសសិនទៅបន្ទាប់ពីអង្គុយចុះភ្លាមជីនធានក៏បានមកដល់និយាយភ្លាមតែម្ដងតើនេះមែនទេគឺជានាងប្រុសវ័យក្មេងរបស់គ្រូសាវាងដែលត្រូវបានគេស្គាល់ថាគឺជាសិស្សលេខ1នៅក្នុងសាលាគុនរបស់អាណាចក្រឈឹងហ្វឹងហើយអ្វីបានជាថ្ងៃនេះមិននៅហាត់គុនធានហៅក៏បានញញឹមក្រវីក្បាលបន្តិចប្រសិនបើសិស្សគុនទាំងអស់នៅក្នុងអាណាចក្រហ្វឹងឈឹងមាននៅកម្រិតជំនាញក្បាច់គុនដូចជាបងប្រុសជីនធានទោះបីជាខ្ញុំមិនអនុវត្តពេញមួយជីវិតរបស់ខ្ញុំក៏ដោយខ្ញុំក៏មិនអាចចាញ់លបងបានដែរជីនធានបន្ទាប់ពីស្ដាប់ឮបែបនោះក៏ដោយចិត្តយ៉ាងខ្លាំងស្ទុះចូលទៅប៉ុន្តែក៏ត្រូវបាននាងប្រុសវូហួរចាប់ស្មាជាប់លបងប្រុសជីនធានបងប្រុសធានហៅគ្រាន់តែនិយាយលេងទេខ្ញុំសង្ឃឹមថាបងប្រុសជីនធានមានប្រកាន់ដោយសារតែថ្ងៃនេះគឺជាថ្ងៃដ៏អស្ចារ្យរបស់គ្រូសាវូខ្ញុំពេលនោះជីនធានក៏បានដើរចាក់ចេញទៅទីមិនពេញចិត្តវូហួរក៏បាននិយាយថាបងប្រុសធានហៅប្រសិនបើមានអ្វីខ្វះខាតនឹងឆ្គងសូមអភ័យទោសឲ្យពួកយើងផងលើកដៃធ្វើការគោរពគូសំទៅវិញមិនអីនោះទេដែលមើលទៅមុខរបស់គាត់ហាក់បីដូចជាមិនពេញចិត្តនឹងបរិយាកាសមួយនេះឡើយស្របពេលនោះផងដែរយើងក៏បានឮសំឡេងរបស់ក្មេងស្រីវូហានបងប្រុសខ្ញុំនៅទីនេះហើយអ្វីបានជាបងទៅតែមកដល់ដែលធ្វើឲ្យធានហៅបានចាប់អារម្មណ៍ជាមួយនឹងរូបរាងរបស់ស៊ឺមូវាហាក់បីដូចជាខ្ញុំធ្លាប់ជួបគេម្ដងនៅទីណានឹកឃើញភ្លាមទៅដល់អ្នកខ្លានកំណាប់ដៃដែកដែលបានប្រកួតជាមួយនឹងគាត់កាលពីពេលមុនតើម្នាក់នេះអាចជាគាត់មែនទេបន្ទាប់ពីឃើញស៊ឺមូដើរចាក់ចេញត្រឡប់ទៅវិញធានហៅក៏បានប្រញាប់ដើរទៅតាមធ្វើឲ្យក្មេងស្រីកំហុសវូហានក៏បានដឹងដើរថយក្រោយបន្តិចបកនឹងធានហៅដែលធ្វើឲ្យគាត់ក៏បានជួយចាប់នៅដៃរបស់នាងជាប់តើនាងមានការអ្វីដែរទេចាខ្ញុំមិនអីនោះទេសំឡឹងទៅមើលស៊ឺមូក៏បានបាត់ពីទីនោះទៅហើយដែលធ្វើឲ្យគាត់ក៏បានប្រញាប់ទៅតាមចំណែកក្មេងស្រីកំហុសវូហានក៏បានគេទៅដល់កាលពី3ថ្ងៃមុនដែលនាងបានគូនៅប្លង់ភូមិគ្រឹះរបស់គ្រូសាវូដើម្បីរៀបចំផែនការចូលទៅជួយកូនក្រមុំដែលនាងបានចូលទៅស៊ើបមើលនៅក្នុងបរិវេណនៃគ្រូសាវូហើយក៏បានដឹងពីកន្លែងបន្ទប់របស់កូនក្រមុំសម្រាប់ដែលវានៅទីធ្លាខាងក្រោយនៃស្លាបខាងលិចនៃដំណាក់វូដែលនៅខាងក្រោយនោះមិនសូវមានមនុស្សចេញចូលនោះទេងាយស្រួលឲ្យបងក្នុងការធ្វើផែនការមួយនេះប៉ុន្តែស៊ឺមូហាក់បីដូចជានៅតែមិនជឿរឿងរ៉ាវទាំងអស់នោះបន្ទាប់ពីបងបានចូលទៅដល់ក្នុងបន្ទប់របស់កូនក្រមុំរួចរាល់ហើយបងនឹងស៊ូកញ្ញាសងជាវជាមុនសិនថាតើគាត់ដឹងអំពីរឿងរ៉ាវទាំងអស់នេះដែរទេហើយម្យ៉ាងទៀតបើយើងធ្វើសកម្មភាពដោយមិនប្រុងប្រយ័ត្នវានឹងធ្វើឲ្យមានបញ្ហាដល់នាងតែប៉ុណ្ណោះដោយពេលនេះស៊ឺមូក៏បានធ្វើតាមផែនការរបស់ប្អូនស្រីគាត់ដូរនៅសម្លៀកបំពាក់បិទមុខហក់លោតចូលទៅទីធ្លាខាងក្រោយដែលសកម្មភាពរបស់គាត់បានតាមដានដោយធានហៅស៊ឺមូក៏បានព្យាយាមធ្វើសកម្មភាពដោយស្ងាត់ៗដើរលបដែលធ្វើឲ្យធានហៅឬទៅជឿជាក់ថាបរិមម្នាក់នេះគឺជាអ្នកក្លាហានកំដាប់ដៃដែកដែលពេលនេះពួកគេបានមកដល់ជិតបន្ទប់របស់ចុងសៀវហើយខណៈពេលនេះនាងកំពុងតែតែងខ្លួនលាបក្រែមម្សៅរៀបចំស្លៀកនៅឈុតកូនក្រមុំប៉ុន្តែទឹកមុខរបស់នាងមិនមានសេចក្តីសុខនោះទេធ្វើឲ្យអ្នកបម្រើសៀវខើក៏បានទឿននាងបើមិនប្រញាប់ស្លៀកឈុតនោះទេវានឹងយឺតពេលជាមិនខានចុងសៀវនាងនៅតែគិតឲ្យរអ៊ូថាកម្មវិធីជិតចាប់ផ្ដើមហើយតើគាត់មកឬអត់ពិតជាមកមែនដោយសារតែពេលនោះស៊ឺមូក៏បានប្រាប់ប្រាធម្មពលចុចជីបចោលទៅលើអ្នកបម្រើស្រីម្នាក់នោះនាងក៏បានសួរថាតើលោកគឺជាអ្នកណាបើកនៅរបាំងមុខដែលធ្វើឲ្យចុងសៀវក៏បានស្គាល់គឺជាលោកស៊ឺមូក៏បានឲ្យស្កានមាត់ហើយសួរថានាងចុងសៀវតើដឹងឬទេថ្ងៃនេះនាងរៀបការជាមួយនឹងអ្នកណាក្រវីក៏បានបន្តិចនាងក៏បានតបជាការពិតណាគឺជានៅប្រុសវូហួរនៃគ្រូសាវូដោយស៊ឺមូក៏បាននិយាយទេដោយសារតែលិខិតអញ្ជើញបានសរសេរថានាងនឹងរៀបការជាមួយនឹងអ្នកប្រុសទី2នៃគ្រូសាវូដែលគឺជាអ្នកប្រុសវូសៀនដោះជីបចោលឲ្យសៀវខើហើយបានសួរថាកាលពីថ្ងៃមុនតើនាងបាននិយាយអ្វីខ្លះពេលនោះនាងក៏បានបដិសេធធ្វើជាមិនដឹងរឿងអ្វីស៊ឺមូក៏បានបញ្ចេញនឹងកូនកំបិតចេញមកតើលោកចង់ធ្វើអ្វីខ្ញុំពិតជាមិនដឹងរឿងអ្វីទាំងអស់មែនបន្ទាប់ពីឃើញផ្លែកំបិតនៅលើមុខរបស់នាងហើយធ្វើឲ្យនាងក៏បានសារភាពខ្ញុំនឹងនិយាយនៅអ្វីដែលខ្ញុំបានដឹងលោកម្ចាស់បានមានប្រសាសន៍ថាបន្ទាប់ពីពិធីមង្គលការបានរៀបចំរួចរាល់នឹងបញ្ជូនអ្នកប្រុសទី2ចូលទៅក្នុងបន្ទប់កូនក្រមុំហើយគាត់ក៏បានប្រាប់ឲ្យខ្ញុំជួយមើលនាងចុងសៀវឲ្យបានចិត្តដិតផងចំណែកអ្វីផ្សេងទៀតត្រូវបានធ្វើដោយអ្នកដទៃបើលោកមិនជឿអាចទៅសួរពួកគាត់បានដោយសារតែខ្ញុំដឹងរឿងតែប៉ុណ្្នឹងនោះទេបន្ទាប់ពីដឹងរឿងទាំងអស់ហើយចុងសៀវឡើងចង់គៀងតែម្ដងទោះបីជាខ្ញុំយករឿងទាំងអស់នេះទៅប្រជុំមុខជាមួយនឹងពួកគាត់ក៏ដោយក៏លោកពូវូថងមិនព្រមទទួលស្គាល់ដែរគាត់នឹងបង្វែររឿងទាំងអស់នេះធ្វើឲ្យលោកជាប់ពាក្យព័ន្ធគិតបន្តិចនាងក៏បានសួរអ្នកប្រុសស៊ឺថាអ្នកអាចយកខ្ញុំចាក់ចេញពីទីនេះបានដែរឬទេនឹងហើយករណីនាំកូនក្រមុំរបស់គេរត់ចេញពីមន្ទីរមង្គលការក៏បានចាប់ផ្ដើមចេញពីបន្ទប់មកដល់ខាងក្រៅបន្តិចពេលនោះចំហាយនៃធម្មពលភ្លើងមួយក៏បានវេប្រហារចូលមកដែលធ្វើឲ្យស៊ឺមូក៏បានបញ្ចេញដៃទាំងពីរនៅក្នុងដៃកាប់ចេញជាចំហាយធម្មពលទៅទប់រងសម្លឹងទៅបានស្គាល់យ៉ាងច្បាស់គឺជាវាងធានហៅចំណែកធានហៅក៏បានស្គាល់វិញដូចគ្នាគឺជាកំណាប់ដៃដ៏កាយសាហាវដំបងឡើយខ្ញុំគិតថានេះគឺជាមនុស្សដែលគួរឲ្យគោរពម្នាក់ប៉ុន្តែទង្វើរបស់អ្នកពិតជាគួរឲ្យស្អប់ខ្ពើមបែបនេះពិតជាធ្វើឲ្យខ្ញុំខកចិត្តខ្លាំង
ណាលំពេញនៅក្នុងដៃពោពេញទៅដោយចំហាយធម្មពលភ្លើងក៏បានសម្រុកចូលទៅហក់ចាក់ចេញស៊ឺមូក៏បានប្រើប្រាស់ដៃរបស់គាត់កាប់ចុះឡើងបន្តវាគ្នាជាច្រើនស្នេហ៍ពេលនោះលំពេញក៏បានចាក់ចូលទៅដែលធ្វើឲ្យស៊ឺមូក៏បានយកដៃទាំងពីររបស់គាត់ទប់រងឡើងអូខិតមកខាងក្រោយបន្តិចគាត់ក៏បានគិតក្នុងចិត្តថាទីកន្លែងនេះគ្មានសុវត្ថិភាពនោះទេខ្ញុំត្រូវតែប្រញាប់នាំនាងចុងសៀវចាក់ចេញពីទីនេះជាមិនទាន់ចំណែកធានហៅក៏បានចោទស៊ឺមូថាឯងកំពុងតែចាប់ចម្រិតនៅកូនក្រមុំវាមិនមែនជាទង្វើរបស់អ្នកក្លាហានសិល្បៈក្បាច់គុណនោះទេដកឃ្លាមកខាងក្រោយបន្តិចហក់ទៅខាងលើចាក់ចូលមួយលំពេញពេញមួយទំហឹងដែលពោពេញទៅដោយកម្លាំងនៃធម្មពលភ្លើងក្រឡេកឃើញទួនស៊ឺមូក៏បានកាប់មួយដៃក្រវែងទៅទប់រងដែលធ្វើឲ្យពួកគេទាំងពីរនាក់ក៏បានខ្ទេចប៉ាមកខាងក្រោយរៀងខ្លួនស៊ឺមូទ្រាំលេបានហើយចង់ប្រយុទ្ធមែនទេល្អខ្ញុំនឹងប្រយុទ្ធជាមួយនឹងអ្នកដល់ទីបញ្ចប់កាប់ចេញជាចំហាយធម្មពលដែលមុតស្រួចចូលទៅវាប្រហារដែលធ្វើឲ្យធានហៅក៏មិននៅស្ងៀមដែរក្រវីនៅលំពេញរបស់គាត់យាកាប់ពេញមួយទំហឹងចេញជាចំហាយធម្មពលភ្លើងដ៏មុតស្រួចដូចគ្នាដែលវាបានធ្វើឲ្យអំណាចធម្មពលដ៏ខ្លាំងក្លាទាំងពីរផ្ទុះឡើងលឺចូលទៅដល់ក្នុងសំណាក់នៃគ្រូសាវូអ្នករស់នេះក៏បានលល់មាត់ថានោះគឺជាសម្លេងអ្វីចំណែកលោកម្ចាស់វូក៏បានប្រាប់ថាគ្មានសម្លេងអ្វីនោះទេដោយសារតែគ្រូសារបស់ខ្ញុំបានដុតនៅកម្មជ្រួចមួយបាច់ធំដើម្បីអបអរសាទរដល់ពិធីមង្គលការដែលត្រូវបានបញ្ចប់ប៉ុន្តែវាប្រហែលជាមានឧបសគ្គបន្តិចបន្តួចហើយនៅទីនោះបានជាបង្កឲ្យមានលឺសម្លេងបែបនេះបន្ទាប់មកក៏បានហៅកូនប្រុសរបស់គាត់វូហួរយកមនុស្សមួយចំនួនដើម្បីទៅពិនិត្យមើលទីធ្លានៅខាងក្រោយភ្លាមបាទពុករួចហើយក៏បានប្រញាប់ចេញទៅពេលនោះក្មេងស្រីកំហុយវូហានក៏បានដឹងស្ទុះចូលទៅចាប់ដៃបងប្រុសតើបងប្រុសវូហួរកំពុងតែទៅណាតើដល់ពេលយកកូនក្រមុំហើយមែនទេដូច្នេះបងប្រុសយកខ្ញុំទៅជាមួយផងគាត់ក៏បានប្រាប់វិញថាប្អូនស្រីវូហានក៏បង្កបញ្ហាអីដោយសារតែពេលនេះបងប្រុសកំពុងតែមានកិច្ចការសំខាន់ចំណែកវូហាននឹងមិនព្រមនោះទេនៅតែបន្តព្យាយាមចាប់ដៃរបស់គាត់មើលទៅបងប្រុសហាក់បីដូចជាកំពុងលាក់រឿងដ៏ល្អមួយហើយតើខ្ញុំនិយាយត្រូវទេបើបងចង់ទៅត្រូវតែនាំខ្ញុំទៅជាមួយផងពេលនោះវូហួរទ្រាំលេបានឈប់បង្កបញ្ហាទីទៅក្រវាដៃរបស់នាងចេញធ្វើឲ្យវូហាននាងក៏បានខ្ទាតប៉ាំងដួលធ្វើឲ្យគាត់ព្យាយាមលួងណែប៉ុន្តែនាងមិនព្រមនោះទេបើមិនយកខ្ញុំទៅជាមួយហេតុអ្វីបានជារុញឲ្យខ្ញុំដួលបែបនេះធ្វើជាយំឡើងភ្ញាក់ផ្អើលនេះរកគ្នានៅទីនោះហេតុអ្វីបានជាក្មេងស្រីអង្គុយយំបែបនេះដែលធ្វើឲ្យលោកម្ចាស់វូក៏បានសង្ស័យគិតក្នុងចិត្តថានាងតែងតែមានចំនួនជាមួយនឹងកូនប្រុសរបស់ខ្ញុំតាំងពីកុមារភាពមកម្លេះមកដល់សប្តាហ៍នេះនាងនៅតែរំខានកូនរបស់ខ្ញុំទៀតប្រកាសណាស់នេះពិតជាមិនមែនរឿងធម្មតានោះទេវូហានតែកូនកំពុងតែធ្វើអ្វីបានជាធ្វើឲ្យប្អូនស្រីនៃគ្រូសាឈិនយំដោយរបៀបណាបានឲ្យក្មួយស្រីកុំយំទៀតអីវាគឺជាកំហុសទាំងអស់របស់បងប្រុសវូហួរកូនប្រុសប្រញាប់សុំទោសវូហានឥឡូវនេះដែលធ្វើឲ្យគាត់ហាក់បីដូចជាមិនពេញចិត្តនោះទេប៉ុន្តែឪពុករបស់គាត់ក៏បានសញ្ញោភ្នែកដាក់វូហួរក៏បានធ្វើការគោរពសុំទោសបានឲ្យអញ្ចឹងប្រញាប់ទៅធ្វើកិច្ចការរបស់កូនភ្លាមទៅវូហានបំរុងនឹងទៅតាមទៅឲ្យត្រូវបានលោកម្ចាស់វូខាត់ជាប់បានឲ្យក្មួយស្រីឈប់បង្កបញ្ហាទីទៅដោយសារតែឥឡូវនេះមានភ្ញៀវច្រើនខ្លាំងណាស់នៅទីនេះក្មួយស្រីគូតែរកកន្លែងគូសមដើម្បីអង្គុយលេងសិនវូហានក៏បានតបថាដោយសារតែលោកពូវូបាននិយាយដូច្នេះទៅហើយមិនអីនោះទេខ្ញុំនឹងដើរលេងដោយខ្លួនឯងពេលនោះលោកម្ចាស់វូរឹតតែសង្ស័យក៏បានហៅនៅកូនចៅរបស់គាត់ប្រមូលនៅអ្នកខ្លាំងមួយចំនួនដើម្បីការពារចំណុចសំខាន់ៗនៃគ្រួសាររបស់យើងវូហានបានតបពីចេញមកដល់ខាងក្រៅហើយនាងក៏បានគិតមើលទៅបងប្រុសប្រហែលជាមានបញ្ហានៅទីនោះហើយដូច្នេះខ្ញុំត្រូវតែប្រញាប់ទៅពិនិត្យមើលក្រឡេកមកស៊ឺមូបន្ទាប់ពីបំផ្ទុះអំណាចធម្មពលដ៏ខ្លាំងក្លាឡើងហុយជុកពេញនឹងហើយគាត់ក៏បានស្ទុះចូលទៅចាប់ដៃរបស់ចុងសៀវតោះពួកយើងប្រញាប់ចាក់ចេញពីទីកន្លែងនេះឲ្យបានលឿនបំផុតស្របពេលនោះលំពេងដ៏មុតស្រួលរបស់ធានហាក៏បានវាប្រហារចូលមកដែលធ្វើឲ្យពួកនេះទាំងពីរក៏បានលេងដៃចេញពីគ្នាធានហាក៏បានបង្ហាញខ្លួនកាន់នៅលំពេងរបស់គាត់ចូលមកក្នុងដៃវិញឲ្យទុកនារីម្នាក់នេះនៅទីនេះហើយស៊ឺមូមិនព្រមនោះទេក៏បានបញ្ចេញដៃរបស់គាត់ទាំងពីរនៅក្នុងដៃខ្ញុំក៏ចង់ដឹងដែរតើនាងមានសមត្ថភាពដែរឬអត់បើអញ្ចឹងមានតែពួកយើងទាំងពីរនាក់បន្តប្រយុទ្ធគ្នាតែប៉ុណ្ណោះខណៈពេលនោះវូហួរក៏បាននាំកូនចៅរបស់គាត់3-4នាក់ចូលមកដល់ពួកយើងបានឡោមព័ទ្ធទីនេះអស់ហើយគ្មាននរណាម្នាក់អនុញ្ញាតឲ្យចេញពីទីនេះនោះទេដោយធានហាក៏បានបើកការវាប្រហារក្រវីនៅលំពេងរបស់គាត់ឡើងមកលេចចេញជាចំហាយធម្មពលលំពេងជាច្រើនវាប្រហារចូលទៅដែលធ្វើឲ្យស៊ឺមូក៏បានប្រើប្រាស់នៅបច្ចេកទេសដើររបស់គាត់ក្រវីវាចេញជាចំហាយធម្មពលគួចនៅទីនោះដើម្បីទប់រងពីការវាប្រហាររបស់ធានហាធ្វើឲ្យចំហាយធម្មពលលំពេងទាំងអស់នោះក៏ត្រូវបានខ្ទេចចំហាយចេញមកធានហាក៏បានខ្ទេចប៉ះមកខាងក្រោយស៊ឺមូបន្ទាប់ពីឃើញគូប្រកួតច្រើនក៏បានដកដៅទុកឲ្យចុងសៀវនាងតពូនៅខាងក្រោយចំណែកគាត់ក៏បានបញ្ឆេះចំហាយធម្មពលនៅក្នុងកម្រាប់ដៃវាប្រហារចូលទៅកំទេចនៅថ្មដែលនៅខាងមុខធ្វើឲ្យកម្លាំងសាយភេកក៏បានធ្វើឲ្យនាងរកគ្នាដួលអស់ដើម្បីយកឱកាស3នៅចុងសៀវរត់គេចចេញបន្ទាប់ពីឃើញបែបនោះវូហួរក៏បានស្រែកបញ្ជានឹងកូនចៅរបស់គាត់ឲ្យប្រញាប់ដេញតាមអាចោម្នាក់នោះភ្លាមទៅចំណែកវូហានក៏បានធ្វើសកម្មភាពគប់ជ័យនៅអាវុធសម្ងាត់ដើម្បីទាញពេលវេលាធានហាក៏មកដេញតាមស៊ឺមូនាងក៏បានបន្តហត់ទៅចាប់អោបរាងកាយរបស់ធានហាដែលធ្វើឲ្យគាត់ក៏បានព្យាយាមជួយទ្រនៅរាងកាយរបស់នាងឡើងខ្សែភ្នែករបស់ពួកគាត់ទាំងពីរកំពុងតែសម្លឹងមើលមុខគ្នាវូហាននាងក៏បានប្រញាប់រើខ្លួនចេញមកសូមអបិយទោសផងដោយឃើញធានហាបំរុងនឹងដេញតាមស៊ឺមូនាងក៏បានច្រត់ចង្កេះស្រែកជេរថាអាចោចិត្តអាក្រក់កុំគិតថាអាចចង់រត់គេចខ្លួនបាត់ឲ្យសោះរួចហើយនាងក៏បានបន្លាទីដេញតាមដែលធ្វើឲ្យធានហាជាសភាពបរោះក៏មានការព្រួយបារម្ភនាងកុំទៅអីវាគ្រោះថ្នាក់ខ្លាំងណាស់ពេលនោះគាត់ក៏បានបន្លាទីទៅតាមចំណែកវូហួរក្តៅចិត្តយ៉ាងខ្លាំងស្ដីឲ្យកូនចៅរបស់គាត់ពួកអាគ្មានប្រយោជន៍ច្រើនតែគ្នាតើនៅឈរអ្វីទៀតប្រញាប់ដេញតាមភ្លាមទៅកាត់មកផ្ទះរបស់ស៊ឺមូដែលពេលនោះគាត់ក៏បាននាំចុងសៀវចូលមកដល់ដោយសំឡេងមួយក៏បានស្រែកថាឈប់ត្រង់នឹងហើយដែលធ្វើឲ្យស៊ឺមូពេលនោះមានការប្រុងប្រយ័ត្នយ៉ាងខ្ពស់ងាកមកជាមួយនឹងអាវុធស្នីដ៏មុតស្រួយនៅក្នុងដៃហៀបនឹងផ្ដាច់ជីវិតទៅហើយពេលនោះវូហាននាងក៏បានស្រែកថាបងប្រុសខ្ញុំលេងសើចនោះទេទឹកមុខគឺនៅចលើមដដែលដើរចូលមកស៊ឺមូក៏បានណែនាំថានេះគឺជាជិនយូហានត្រូវជាប្អូ
អូនស្រីរបស់ខ្ញុំចុងសៀវនាងក៏បាននិយាយអរគុណសម្រាប់ជួយខ្ញុំនៅក្នុងថ្ងៃនេះយូហានក៏បានតបថាមិនអីនោះទេសកម្មភាពទាំងអស់គឺជាបងប្រុសរបស់ខ្ញុំចុងសៀវនាងនៅតែលើកឡើងប្រសិនបើមិនមែនដោយសារតែអ្នកប្រុសស៊ឺហើយនឹងបងស្រីជីននោះទេខ្ញុំខ្លាចថាខ្ញុំនឹងត្រូវធ្លាក់ក្នុងអន្ទាក់របស់ពួកគ្រូសាវូជាមិនខានធ្វើការគោរពអរគុណទៅអ្នកទាំងពីរពេលនោះស៊ឺមូក៏បានស្ទុះចូលទៅចាប់ដៃរបស់នាងងើយឡើងមកវិញលោកពូចុងបានប្រកល់នាងមកឲ្យខ្ញុំមុនពេលដែលគាត់បានស្លាប់ដោយសារតែគាត់បានដឹងខ្លួនយ៉ាងច្បាស់ថាច្បាស់ជាមានបញ្ហាទៅលើនាងជាមិនខានម្យ៉ាងទៀតគ្រូសាវូប្រកាសជានឹងស្វែងរកនាងគ្រប់ទីកន្លែងឥឡូវនេះដូច្នេះនាងចុងសៀវត្រូវតែលាក់ខ្លួននៅក្នុងផ្ទះរបស់ខ្ញុំមួយរយៈសិនក្រោយពីស្ថានភាពស្ងប់ស្ងាត់ទៅវិញហើយចាំពួកយើងរៀបចំផែនការបន្ថែមទៀតចុងសៀវក៏បានធ្វើការគោរពអរគុណទៅអ្នកប្រុសស៊ឺហើយនឹងបងស្រីជីនដែលធ្វើឲ្យជីនយូហាននាងក៏បានប្រញាប់ចូលទៅចាប់ដៃរបស់ចុងសៀវហើយអ្វីបានជាបងសាច់ការច្រើនម្ល៉េះខ្ញុំគឺនៅក្មេងជាងបងដូច្នេះត្រូវហៅខ្ញុំថាប្អូនស្រីយូហានហើយត្រូវហៅគាត់ថាបងប្រុសដូចជាខ្ញុំដែរតើបងស្រីយល់យ៉ាងម៉េចដែរចុងសៀវក៏បានធ្វើការគោរពគូសមម្ដងទៀតអរគុណប្អូនស្រីយូហានហើយនឹងបងប្រុសធំស៊ឺស្របពេលនោះលំពេងរបស់វ៉ាងធានហាងក៏បានទម្លាក់ចុះមកឌឹបដូច្នេះអ្នកក្លាហានកំដាប់ដៃគឺជាកូនចិញ្ចឹមរបស់អ្នកមីងទី7នៃគ្រូសាជីនថែមទាំងគឺជាចៅកំណាយដែលបានចាប់ពន្ធរត់កូនក្រមុំរបស់គេពេលនោះស៊ឺមូក៏បានបញ្ចេញដៃនឹងអាវុធរបស់គាត់ឡើងមកធានហាងក៏បានបើកការវាយប្រហារក្រវែងនៅលំពេងរបស់គាត់ចេញជាចំហាយធម្មពលភ្លើងចូលទៅវាយប្រហារស៊ឺមូក៏បានកាប់ចេញជាចំហាយធម្មពលដើម្បីទប់រងដោយធានហាងក៏បានបន្តអូននៅលំពេងរបស់គាត់ហក់ចូលមកចាក់មួយទំហឹងស៊ឺមូក៏បានយកដៃទប់ទល់ធ្វើឲ្យនារីទាំងពីរនាក់មានការព្រួយបារម្ភយ៉ាងខ្លាំងដោយសារតែពួកគាត់បានបន្តវាយប្រហារគ្នានៅលើលំហលាន់សូផុងផាំងតើបច្ចេកទេសលំពេងរបស់ខ្ញុំយ៉ាងម៉េចដែរល្អក្រនបើវាមិនអន់នោះទេប៉ុន្តែទើបតែប្រាជ្ញារបស់អ្នកមិនឆ្លាតទៀតចេញពីគ្នាមកខាងក្រោយរៀងខ្លួនបន្តសម្រុកចូលទៅទៀតដែលអាវុធរបស់ពួកគាត់ពោពេញទៅដោយចំហាយនៃធម្មពលស្របពេលគ្នាផងដែរកញ្ញាចុងសៀវក៏បានសម្រុកចូលទៅខាត់ឈប់សិនដែលធ្វើឲ្យពួកគាត់ក៏បានប្រញាប់ដកអាវុធរៀងខ្លួនទុកវិញធានហាក៏បានស្ដីឲ្យតើនាងពិតជាមិនខ្វាយខ្វល់ពីគេឈ្មោះរបស់នាងមែនទេចុងសៀវក៏បានប្រាប់ការពេទ្យថាអ្នកប្រវាំងធានហៅប្រហែលជាលោកមានការយល់ច្រឡំខ្លះៗហើយការយល់ច្រឡំតើនេះមិនច្បាស់ទេឬនាងនឹងគាត់មានទំនាក់ទំនងស្នេហាយ៉ាងសម្ងាត់ចុងសៀវក៏បានខាត់យូហានខ្ញុំនឹងបងប្រុសស៊ឺមានចិត្តថ្លៃថ្នូរហើយគ្មានទំនាក់ទំនងស្នេហាដូចជាលោកបានគិតនោះទេគាត់បានឃើញគ្រូសាវូប្រព្រឹត្តចំពោះខ្ញុំដោយអយុត្តិធម៌ដូច្នេះហើយបានជាគាត់មកជួយខ្ញុំគាត់បានទៅជួយនាងមែនទេត្រូវហើយដំបងឡើយខ្ញុំបានភ្ជាប់ពាក្យជាមួយនឹងវូហួរប៉ុន្តែក្រោយមកពួកគេក៏បានបោកបញ្ឆោតខ្ញុំព្យាយាមឲ្យខ្ញុំរៀបការជាមួយនឹងវូសៀនដែលគឺជាមនុស្សល្ងងម្នាក់ធានហៅពេលនេះចាប់ផ្ដើមដឹងការពិតហើយដូច្នេះពីពេលមុននាងមិនបានដឹងមែនទេថានឹងត្រូវរៀបការជាមួយនឹងវូសៀនយូហានពេលនេះមានឱកាសសរុបតែម្ដងត្រូវហើយអ្នកបម្រើគ្រូសាវូទាំងអស់គឺដឹងរឿងមួយនេះបើលោកមិនជឿពួកខ្ញុំនោះទេចូលទៅសាសួរពួកគេចុះធានហៅនៅតែមិនប្រកាសនេះគ្រាន់តែជារឿងឯកតោភាគីរបស់ពួកអ្នកតែប៉ុណ្ណោះត្រូវឬខុសខ្ញុំនឹងស៊ើបអង្កេតឲ្យបានហ្មត់ចត់ស៊ឺមូប្រសិនបើពិតជាគ្មានទោសអ្វីមែននៅថ្ងៃប្រកួតប្រជែងសាលាគុណទាំង4យើងទាំងពីរនាក់នឹងដោះស្រាយរឿងនេះនៅពេលនោះស៊ឺមូក៏បានដាក់ដៃធ្វើការគោរពគូសមខ្ញុំនឹងរងចាំចំណែកយូហានមុខឡើងឌឺតែម្ដងនិយាយថាបងប្រុសបងគូតែបង្រៀនមេរៀនមួយដល់ទៅគេនៅពេលនោះក្រឡេកមកគ្រូសាវូដែលលបងធំក្រុមអ្នកមាសគាត់បានចូលមករាយការណ៍ទៅលោកម្ចាស់វូបន្ទាប់ពីប្រាក់ចំណូលរបស់ក្រុមគាត់ត្រូវបានធ្លាក់ចុះគឺដោយសារតែក្រុមចចកខ្មៅកំពុងតែពង្រីកខ្លួនយ៉ាងឆាប់រហ័សហើយបានរំលោភលើទីតាំងដែលពួកយើងបានគ្រប់គ្រងដោយសារតែពួកគេមានអ្នកចាំជួយគឺជាកំណាប់ដៃត្រូវជាកូនចិញ្ចឹមរបស់អ្នកស្រីទី7នៃគ្រូសាជីនដែលមានឈ្មោះថាស៊ឺមូដែលធ្វើឲ្យលោកម្ចាស់វូមានការងឿងឆ្ងល់យ៉ាងខ្លាំងគ្រូសាជីនមាននៅចំណេញខ្លាំងក្លានិងឋានៈថ្លៃថ្នូរហើយអ្វីបានជាពួកគេមកជាប់ពាក់ព័ន្ធជាមួយនឹងក្រុមអ្នកលេងវូតង់ក៏បានបន្តប្រាប់ត្រូវឲ្យលោកម្ចាស់គ្រូសាជីនមិនបានចូលមកពាក់ព័ន្ធនោះទេតើឯងនិយាយចង់មានន័យថាយ៉ាងម៉េចបានលោកម្ចាស់កាលពីប៉ុន្មានថ្ងៃនេះខ្ញុំបានបញ្ជូនមនុស្សឲ្យទៅតាមដានអ្នកក្លាហានកំណាប់ដៃដោយសម្ងាត់វាបានទៅជួបនឹងលោកម្ចាស់ទី5នៃគ្រូសាជីននៅតាមផ្លូវនៅក្នុងទីក្រុងហើយអ្នកក្លាហានកំណាប់ដៃក៏បានបង្ហាញនៅអត្តសញ្ញាណរបស់គាត់នៅទីនោះតែម្ដងធ្វើឲ្យកូនចៅរបស់ខ្ញុំក៏បានឃើញថាគ្រូសាជីនមិនមានទំនាក់ទំនងជាមួយនឹងក្រុមចចកខ្មៅទេហើយតើលោកម្ចាស់ទី5នៃគ្រូសាជីនបាននិយាយអ្វីជាមួយនឹងគាត់បានលោកម្ចាស់ពួកគេបានស្ដាប់មិនសូវច្បាស់នោះទេដូចជាមានពាក្យពាន់នៅអ្វីមួយយ៉ាងអំពីឪពុករបស់ស៊ឺមូដែលថាខេត្តព្រំដែនទាំង3អ្វីមួយយ៉ាងមិនដឹងនោះទេលោកម្ចាស់វូហាក់បីដូចជាបានដឹងរឿងខ្លះដែរតើគាត់គឺជាឪពុករបស់ស៊ឺមូមែនទេមើលទៅរឿងមួយនេះពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ដូច្នេះឯងត្រូវតែស៊ើបរកព័ត៌មានរបស់គេបន្ថែមទៀតទទួលបញ្ជាលោកម្ចាស់បន្ទាប់មកក៏បានដើរចាក់ចេញទៅសម្រាប់បងប្អូនទាំងអស់គ្នាដែលចូលចិត្តការសម្រាយរបស់ admin អាចចូលជាសមាជិកគុណក្រុម VIP របស់ admin បានដើម្បីទស្សនារឿងផ្សេងទៀតមានរហូតដល់ 5-6 រឿងឯណោះដូចជារឿងអំណាចធម្មពលវិញ្ញាណម្ចាស់ទ្វីបលីងវូដែល admin បានសម្រាយពីភាគ1រហូតដល់ភាគទី142ចំណែករឿងគម្ពីរក្បាច់គុណព្រះអាទិត្យទាំង9បានចេញដល់ភាគទី9និងរឿងការចាប់កំណើតឡើងវិញរបស់ម្ចាស់ដាអាដ្រេតដែលបានចប់មួយរដូវកាលហើយចំនួន40ភាគចំពោះរឿង4ផ្សេងទៀតជាប្រភេទ 2D ប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍អាចតាក់ទងមក Telegram ផ្ទាល់របស់ admin បានដែល admin បានទម្លាក់នៅក្រោម comment រួចរាល់ហើយចំណែកសាច់រឿងភាគទី6របស់យើងក៏ត្រូវបានបញ្ចប់ដូចគ្នាដូច្នេះក៏ដល់ពេល admin សូមជម្រាបលាបាយបងប្អូនទាំងអស់គ្នា